តោះមកស្គាល់ feature ថ្មីពី Streamion គឺ leaderboard widget អញ្ចឹង leaderboard widget ហ្នឹងគឺយើងអាចធ្វើការដាក់លេខរៀងយើងអាចដាក់នៅ avatar ដែលយើងមាន feature ថ្មីអាចតែអ្នក donation ហ្នឹងក៏អាចដាក់រូបបានណាអញ្ចឹងយើងមកមើលអស់គ្នាថាវាមានអីខ្លះនេះគឺវាមានដើម្បីដំបូងគឺយើងចូលនៅកន្លែង leaderboard widget នេះអញ្ចឹងវាមានច្រើន style ច្រើន sim ចឹងយើងអាចធ្វើការ select បានឧទាហរណ៍ថាខ្ញុំចូលចិត្ត persona នេះឬក៏ Minecraft ហ្នឹងហើយបើសិនជាចូលចិត្ត Minecraft អ្នកនរគ្នាអាចធ្វើការសេរីនៅ font size ឬក៏នេះសេរីនៅយើងអាចដូរ font ដូចបាននេះអូខេអញ្ចឹងនៅត្រង់ចំណុចមួយវិញទៀតគឺយើងធ្វើការអាចផ្លាស់ប្ដូរនៅ color បានឧទាហរណ៍ខ្ញុំចង់បានពណ៌ក្រហម title ពណ៌បៃតងអញ្ចឹងtitle ពណ៌ក្រហមអូខេអញ្ចឹងអាចធ្វើការ custom នៅ range color ឬក៏យើងមិន custom ក៏បានបើ default ហើយកន្លែងនេះការ layout ហ្នឹងគឺយើងអាចធ្វើការដូរពី avatar ពីមុខមកក្រោយនេះអញ្ចឹង rank លេខ1អញ្ចឹង rank ខ្ញុំមើលទៅវាទូចអញ្ចឹងដើម្បីតម្លើង font វាបានយើង scroll ឡើងលើវិញមកនេះយើងឃើញ rank នេះយើងទាញ font វាឡើងនេះអ្នកនរគ្នាឃើញអត់អូខេជាងដាក់វាធំតិចមកហើយបន្ទាប់មកយើងធ្វើការចូលទៅកាន់ខាងក្រោមនេះនេះឲ្យវា float មានថាវាដែលចុះដែលឡើងតិចតិចអញ្ចឹងណាហើយនេះវាតាមទំហំមានថាលេខរៀងតាមទំហំអញ្ចឹងហើយអានេះខ្ញុំអត់ប្រើទេហើយសម្រាប់ skin ហ្នឹងគឺនៅពេលដែលអ្នកណាគេដណ្ដើមបានលេខ1គឺវា load ហើយអញ្ចឹងដំបូងគឺវា load នៅក្នុងoverlay ជាមួយគ្នាទាំងអស់អញ្ចឹងដើម្បីផ្ដាច់វាបានអ្នកនរគ្នាអាចធ្វើការនេះចុច separate alert overlay អញ្ចឹងដល់ពេលដែលយើងបង្កើតហើយវានឹង load link នៅខាងក្រោមនេះមួយអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំបង្កើតឲ្យមើលសិនឥឡូវខ្ញុំដាក់អានេះខ្ញុំដាក់ពណ៌លឿងអីចឹងទៅអូខេអញ្ចឹងអានេះខ្ញុំដាក់ពណ៌លឿងដែរ title អូខេ alright អញ្ចឹងវាថាវា fit ជាមួយអ្វីខ្ញុំចង់បានហើយសម្រាប់ skin គឺយើងអាចធ្វើការដូរនៅ color ក៏បានដែរអ្នកនរគ្នាអាចដូរ color បានដែរឃើញអត់យើងអស់ចុះអស់ឡើងទៅនៅពេលយើងពេញចិត្ត color មួយណាយើងដាក់ color មួយហ្នឹងទៅឥឡូវខ្ញុំចង់ដាក់វាធម្មតាខ្ញុំអត់ចង់ដូរទេអញ្ចឹងតែប៉ុណ្្នឹងអូខេនេះខ្ញុំដាក់ 100% វិញមកតបមកយើងធ្វើការចុចបង្កើតអញ្ចឹងកន្លែងនេះខ្ញុំដាក់ mark entry ហ្នឹងមានថាយើងដាក់តែ3នាក់ទេហើយយើងយក top session មានន័យថាតើកម្រងពេល live ឯងអញ្ចឹងយើងចុចបង្កើតមកហ្នឹងហើយពេលចុចបង្កើតហើយវានឹងធ្វើការ load link នៅកន្លែងនេះមួយអ្នក copy link ហ្នឹងមកហ្នឹងហើយអានេះ link pop up ណាចឹងយើងចូលមកយើងដាក់នៅក្នុង OBS នេះយើងចូល browser source មកយើងដាក់pop up ដាក់ new មកនេះតបមកយើងដាក់ link នេះមកហើយយើងដាក់ 1000 1000មកណាអូខេអញ្ចឹងអានេះវា link វា separate ហើយវាប្រកាសជា load កន្លែងណាមួយនៅក្នុង line ឯងអញ្ចឹងយើងអាចធ្វើការ play around វា load នៅកណ្ដាលនេះអូខេអញ្ចឹងមួយវិញទៀតសម្រាប់ link leaderboard យើងចូលទៅកាន់ OBS យើងចុច import មកយើង copy link មកហើយធ្វើការ add នៅ browser មួយទៀតយើងដាក់ leaderboard អូខេខ្ញុំដាក់ leaderboard មួយអញ្ចឹងខ្ញុំអាចធ្វើការដាក់800 600សិនខ្ញុំមើលសិនថាជាអ្វីខ្ញុំចង់បានអត់អូខេចុចអូខេមកអូខេនេះគឺជា leaderboard ន័យថាវា load ទំហំប៉ុណ្នេះអ្នកនរអាចសេរីដាក់តាណាក៏បានណាជាងយើងដើម្បីតេស្តវាបានខ្ញុំមើលទៅកន្លែងអក្សរនេះគឺវាដូចជាវាអត់ខ្ញុំចង់ឲ្យវាមួយឡាយណាអញ្ចឹងដើម្បីបានមួយឡាយបានខ្ញុំថែមនេះដាក់1000នេះមកនេះឃើញអត់អញ្ចឹងដល់ពេលដាក់1000វាវែងវានឹងធ្វើការដាក់ទៅវែងខ្លួនវាអូខេអញ្ចឹងដើម្បីតេស្តវាបានអ្នកនរចូលទៅ alert box ហើយយើងចុចតេស្តនេះអ្នកនរឃើញអត់អញ្ចឹងពេលចុចតេស្តហើយវានឹង load បែបនេះឥឡូវយើងចុចតេស្តមួយទៀតយើងដាក់ម្នាក់ទៀត Simeon 10អញ្ចឹងគាត់ donate $10 អញ្ចឹងចុចតេស្តមកមួយទៀតមកហ្នឹងហើយឃើញអត់នេះវា load avatar នៅលើនេះនិយាយទៅយើងសេរីបាននេះឃើញអត់ដំបូងគឺវា load នៅលើនេះអញ្ចឹងដល់ពេលយើងផ្ដាច់វាបានផ្ដាច់វាទៅយើងអាចដាក់តាណាក៏បានដែរអូខេទៅឧទាហរណ៍ថាមានម្នាក់ទៀត donate $100 អញ្ចឹង Streamion 100ចុចតេស្តមកនេះឃើញអត់នេះ load អត់ហ្មងនេះហើយយើងអាចធ្វើការ set up នៅ
donation go យើងអាចធ្វើការតេស្តនៅ Minecraft style របស់យើងនេះយើងមាន style ច្រើនឥឡូវយើងចុចចូលមកយើងអាចធ្វើការកែនៅ game go នេះដាក់មកហើយយើងធ្វើការ select នៅ Minecraft អូខេអញ្ចឹងយើងអាចធ្វើការតម្លើងនៅ font មកនេះនេះតម្លើង font មកហើយនេះតម្លើង font ដូចគ្នាមកនេះអូខេអញ្ចឹងយើង save change មកហើយយើង copy link ហើយយើង edit ចូលដូចគ្នាមកនេះអញ្ចឹងកន្លែង source នេះយើង edit browser មកយើងដាក់ go ហើយដាក់កន្លែងនេះមកអានេះប្រហែលជាវាត្រឹម450 500ទេយើងដាក់500អញ្ចឹងដាក់500ដាក់250ឃើញអាចនេះត្រូវអ្នកនរគ្នាឃើញស្អាតអត់អញ្ចឹងអានេះរបស់លេងថ្មីដែលយើងអាចធ្វើការដាក់បានអញ្ចឹងឥឡូវយើងអានេះបើយើងចុចតេស្តគឺវាអត់ឡើងទេតោះតែយើងអានេះបាញ់មែនតែនហ្មងបាញ់លុយមែនតែនហ្មងមិនឡើងណាអូខេអញ្ចឹងនៅត្រង់មួយវិញទៀតអូខេមួយវិញទៀតខ្ញុំតាក់ទងទៅនឹង avatar អញ្ចឹង avatar អ្នកនរសម្រាប់ streamer គាត់ត្រូវបើក donor avatar នេះអូខេអញ្ចឹងអ្នកនរអាច switch ទៅ design mode បានអញ្ចឹងនៅពេលដែលគេដាក់មកយើងចង់ដាក់ media របស់យើងហើយគឺយើងអាចធ្វើការដាក់ avatar នេះក៏បាន avatar អូខេវានឹង load រូបនៅខាងក្រោមនេះហើយបើយើងអត់ចង់ដាក់ទៅនឹងទេយើងចង់ឲ្យវា replace កន្លែងនេះហ្មងយើង use as media ចុចផ្លាច់មកអ្នកនរឃើញអត់ហ្នឹងហើយអញ្ចឹងបើយើងពេញចិត្ត border យើងដាក់ border មកហើយយើងធ្វើការរើសនៅ shape ដែលយើងចង់បានហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងទេអញ្ចឹងដល់ពេលដែលគេ donate មកមានរូបមានអីវានឹងធ្វើការ load បង្ហាញនេះហើយអញ្ចឹងអ្នកនរត្រូវការបើកនៅកន្លែងនេះសិននេះ donor profile នេះហ្នឹងហើយយើងអាចធ្វើការ select test ក៏បានដែរនេះ test នេះថានេះរូប test សម្រាប់តែ preview ឯហ្នឹងអូខេអញ្ចឹងខ្ញុំគិតថាអត់មានអីទៀតទេនៅថងចំណុចនេះអូខេភ្លេចប្រាប់មួយទៀតឥឡូវយើងចូលទៅ leaderboard យើងវិញយើងអាចធ្វើការកែវាមកហើយនៅខាងក្រោមនេះគឺយើងអាចមាន duration នេះបាន duration 1នាទីហើយយើងអាចធ្វើការដាក់ alert នៅសំឡេងអីផ្សេងនៅពេល load អាដណ្ដើមនេះអញ្ចឹងយើងអាចធ្វើការដាក់ money អីចឹងទៅអូខេអាហ្នឹងស្អាតតែចិត្តយើងឯងអូខេអញ្ចឹងដូចជាអស់ហើយអត់មានអីទៀតទេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាច play around យើងចូលទៅកាន់ leaderboard widget យើងធ្វើការ play around វាទៅហ្នឹងហើយតែប៉ុណ្្នឹងទេហ្នឹងអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ